នេះជារបៀបដែលយើងគូហត្ថលេខានៅក្នុងកម្មវិធី Word ផ្ទាល់បើយើងចង់គូហត្ថលេខាបែបណាយើងអាចសរសេរផ្ទាល់នៅនឹងបានតែម្ដងបាទនៅកន្លែងហត្ថលេខានឹងឈ្មោះហ្នឹងណាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីមុខងារដែលយើងអាចគូបានអញ្ចឹងដំបូងយើងមានហត្ថលេខានឹងឈ្មោះអញ្ចឹងទៅបន្តមកទៀតអ្នកទាំងគ្នាចូលកន្លែងមនុយខាងលើយកពាក្យត្របាទចុចពាក្យត្រហ្នឹងទៅមានប៊ិចហើយបាទមានគំរូប៊ិចពណ៌ផ្សេងច្រើនយើងចង់យកប៊ិចមួយណាក៏បានដែរហើយតើតើទៅនឹងត្រហ្នឹងតើតើកម្មវិធីសេរីថ្មីបាទតើតើសេរីកម្មវិធី Word របស់យើង2021ឡើងបានមានបើសិនជាអត់មានមុខងារនឹងទេប្រហែលជាកម្មវិធីរបស់អ្នកទាំងគ្នានៅសេរីចាស់អញ្ចឹងអ្នកទាំងគ្នាអាចតឡើងថ្មីបានណាអញ្ចឹងយើងយកប៊ិចមួយមកខ្ញុំយកពណ៌ខ្មៅអញ្ចឹងទៅបាទពេលយើងយកពណ៌ខ្មៅហើយអ្នកទាំងគ្នាគូទៅបាទចុចម៉ៅឆ្វេងឲ្យជាប់ចុចឲ្យជាប់ហើយយើងគូទៅបាទអ្នកទាំងគ្នាសញ្ញាបែបណាគូបែបហ្នឹងទៅហើយខុសយើងអាចលុបបានណាលុបវាហើយយើងសញ្ញាសារថ្មីបានបើខុសទៀតយើងគូមួយសារទៀតបាទងាយស្រួលមែនទែនយើងដូចប៊ិចអញ្ចឹងណាបាទហើយបើយើងចង់ព្រិចព្រំចុចកន្លែងសញ្ញាព្រួយមកហើយយើងអាចទាញវាសរេវាឆ្វេងស្ដាំបានចង់ព្រិចព្រំធំតូចក៏បានដែរបាទយើងទាញកន្លែងជ្រុងហ្នឹងចង់ធំចង់តូចបាទយើងសរេតាមជាក់ស្ដែងណាទៅតាមឯកសាររបស់យើងហើយបើសិនចង់ save ក៏បានដែរចុចមកស្ដាំលើវាមួយចុចពាក្យ save picture ទៅយើងអាច save ហត្ថលេខានឹងទុកបាន save វាជារូបភាពទុកហើយអត់មាន background ទេបាទយើង save ហើយយើងអាចទុកប្រើថ្ងៃក្រោយទៀតណានេះខ្ញុំ save ហើយបាទនៅលើ desktop computer ហ្នឹងអញ្ចឹងពេលយើងបើកមើលទៅហត្ថលេខាយើងហ្នឹងគឺស្អាតបាទអត់មានផ្ទៃពណ៌ទេបាទអត់មានពណ៌ទេអញ្ចឹងស្អាតអញ្ចឹងឧទាហរណ៍ថាយើងសញ្ញាម្ដងហើយស្អាតយើងអត់ចង់សញ្ញាមួយសារទៀតអញ្ចឹងយើងអាចទៅទាញហត្ថលេខាដែលយើង save មិញហ្នឹងបាទចូលកន្លែង insert ចូល picture មកបាទយើងអាចធ្វើម្ដងហើយយើងទុកវាទៅហើយថ្ងៃក្រោយទាញយកប្រើរហូតមកបាទព្រោះពេលខ្លះការសញ្ញារបស់យើងអត់ដូចគ្នាអញ្ចឹងពេលយើងសញ្ញាបានស្អាតម្ដងយើងត្រូវ save ទុកបាទដើម្បីទុកប្រើថ្ងៃក្រោយទៀតបាទសូមអរគុណ